ព្រះជាម្ចាស់អើយសូមទ្រង់បានប្រទានពរដល់ប្រជារាស្ត្រខ្មែរនៅពេលនេះឲ្យមានសេចក្តីរឹងមាំឡើងមិនដែលស្ដាយដែលបានសម្រេចចិត្តចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសុខឬទុក្ខយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបក្តីអំណរលីលំទឹកភ្នែកតែយើងខំអធិដ្ឋានតាមដែលព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយគ្រប់វេលានាំយើងឆ្ពោះទៅរកជោគជ័យនឹងចេញទៅគ្រប់ទិសទីក្នុងកម្ពុជាអស់ពីដួងចិត្តជីវិតយើងនឹងស៊ូទ្រាំទោះបីលំបាកយ៉ាងណាឬផ្លូវនៅវែងឆ្ងាយយើងនឹងទៅរហូតលុះមរណាមិនដែលស្ដាយដែលបានសម្រេចចិត្តចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសុខឬទុក្ខយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបក្តីអំណរលីលំទាំងភ្នែកតែយើងខំអធិដ្ឋានតាមដែលព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយគ្រប់វេលាជីវិតយើងនឹងស៊ូទ្រាំទោះបីលំបាកយ៉ាងណាឬផ្លូវនៅវែងឆ្ងាយយើងនឹងទៅរហូតលុះមរណាគ្រប់ជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិដ្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរុងរឿងឡើងចូលបន្តអំពាវនាវរកទ្រង់ចូលបន្ត